បាទសូមគ្រប់នឹងជម្រាបសួរទាំងអស់គ្នាថ្ងៃនេះបានមកលេងនៅស្រុកកំណើតក៏ឆ្លៀតថតវីដេអូមួយទៅហើយថ្ងៃនេះអត់មានដៃគូទេណាគេហៅកូនអត់មានដៃគូមកថតជាមួយដោយសារគាត់រវល់អញ្ចឹងថ្ងៃនេះគឺថតតែម្នាក់ឯងគត់ហើយការដែលថតវីដេអូនេះក៏ដោយសារតែវីដេអូលើកទី1ដែលខ្ញុំចេញនៅថ្ងៃទី1ខែមករាឆ្នាំ2026នេះណាឆ្នាំសកលថ្មីហ្នឹងនៅពេលដែលខ្ញុំផុសទៅគឺមានអ្នកខមមិនច្រើនណាដែលវីដេអូហ្នឹងខ្ញុំនិយាយអំពីពាក្យសងខាងណាពាក្យសងខាងដែលខ្ញុំថាពាក្យសងនេះគឺក្នុងន័យមួយយើងចង់បញ្ជាក់ថាវាជាភាសាសៀមណាជាភាសាសៀមដែលខ្ញុំមានអំណាចឯសពបែបយ៉ាងហ្នឹងអញ្ចឹងពេលដែលវីដេអូដែលខ្ញុំផុសពីអានឹងទៅក៏មានអ្នកខមមិនច្រើនអ្នកខមមិនច្រើនហើយក្នុងនោះមានអ្នកខមមិនប្រហែលជា3 4អ្នកដែរគឺខមមិនតដៀងគ្នាគឺខ្ញុំសូមលើកយកមកតែម្ដងទៅដោយសារតែគាត់ប្រហែលជាអាចស្គាល់ខ្ញុំខ្លះដែរព្រោះអីគាត់និយាយថាដោយសារតែលោកចេះភាសាសៀមបាននិយាយថាពាក្យសងខាងនេះជាភាសាសៀមហើយគាត់ថាដោយសារនៅក្នុងវចនានុក្រមខ្មែរក៏មានពាក្យសងខាងនឹងដែរណាគាត់ថានៅក្នុងវចនានុក្រមខ្មែរក៏មានពាក្យសងខាងដែរតែក៏ពិតគឺមានមែនតែប្រហែលជាគាត់អត់ទាន់ចេះមើលឲ្យច្បាស់ឲ្យគ្រប់ជ្រុងជ្រោយណាឲ្យគ្រប់ជ្រុងជ្រោយអញ្ចឹងខ្ញុំសូមបញ្យល់កន្លែងនេះបន្តិចសម្រាប់បងប្អូនឬក៏បងក្មួយកូនដែរខមមិនហ្នឹងតែខមមិនហ្នឹងណាព្រោះខ្ញុំអត់ដឹងតែអាយុប៉ុណ្ណាទេអញ្ចឹងខ្ញុំបរៀនឲ្យយល់វិញឲ្យយល់ទៅមើលពីវចនានុក្រមណាខ្មែរពាក្យ1ពាក្យ2នឹងវិញអញ្ចឹងមុននឹងយើងចូលមើលមេពាក្យណាចាប់ពីជួយញ៉ាកហ្នឹងទៅយើងទៅមើលអាតលឹកខាងមុខណាខ្ញុំអត់ដឹងថាតពណ៌ទីម៉ានទេព្រោះខ្ញុំអត់បានកត់ទុកអញ្ចឹងទៅមើលត្រង់ទំព័រដែលដាក់ថាអក្សរសង្ខេបហ្នឹងហើយព្រះអង្គឬក៏គណៈកម្មការរៀបចំវចនានុក្រមហ្នឹងអត់បាននិយាយថាពាក្យកាត់ឬក៏ពាក្យបំព្រួញទេគឺដាក់ថាអក្សរសង្ខេបនោះមានន័យថាម៉េចឥឡូវឧទាហរណ៍ដូចថាសចុចណាសហើយចុចខាងក្រោមហ្នឹងណាគឺសង្ខេបមកពីពាក្យសៀមឬក៏ភាសាសៀមបាទដូចលោចុចហ្នឹងគឺសង្ខេបមកពីពាក្យតាឡាវណាឡាវឬក៏លាវហ្នឹងហើយឡាវឬក៏លាវដូចអក្សរចដាក់ស្អែកហ្នឹងមានន័យថាសង្ខេបមកពីណាពាក្យចិនឬក៏ភាសាចិនហើយក្នុងនោះមានបារាំងមានអីចឹងទៀតទៅតែយ៉ាត់ច្រឡំមួយទៀតសដាក់សអំពីលើហ្នឹងហៅថានិកហិតហ្នឹងអាហ្នឹងគឺសង្ខេបមកពីពាក្យថាសាំងសក្រិតទេណាសាំងសក្រិតទេអញ្ចឹងវាមានច្រើនទៀតមានពាក្យបារាំងមានពាក្យវៀតណាមអីចឹងទៅណានៅក្នុងនោះគឺសរសេរជាសង្ខេបណាតែពាក្យកាត់ឲ្យណាយើងនិយាយស្ដាប់គឺពាក្យកាត់ដើម្បីឲ្យយល់ថាពាក្យហ្នឹងគឺមកពីភាសាអីមកពីពាក្យអីដែលព្រះអង្គឬគណៈកម្មការរៀបចំវចនានុក្រមខ្មែរហ្នឹងគឺគេកំណត់ណាគឺបានកំណត់ចឹងលោកបានកំណត់ចឹងអញ្ចឹងបន្ទាប់ពីយើងយល់ពីពាក្យសង្ខេបហ្នឹងហើយយើងទៅមើលមេពាក្យណាមួយណាយើងទៅមើលមេពាក្យណាមួយណាដូចជាខ្ញុំថាសងខាងហ្នឹងយើងទៅមើលកន្លែងមេពាក្យហ្នឹងហើយយើងមើលបន្ទាប់ពីពាក្យហ្នឹងមានណាថ្នាក់ពាក្យជាអ្វីហើយយើងមើលក្នុងវងកញ្ចក់នៅក្នុងវងកញ្ចក់គឺព្រះអង្គដាក់សចុចហើយសរសេរអក្សរខាងហ្នឹងតម្រង់ជាអក្សរសៀមទៀតសេជាតម្រង់អក្សរសៀមទៀតហ្នឹងហើយដាក់អានថាម៉េចទៀតណាហើយបន្តបានបញ្យល់ពីន័យយល់ពីន័យអញ្ចឹងទៅអញ្ចឹងតើមើលអញ្ចឹងបានយល់ថាពាក្យហ្នឹងមកពីពាក្យអីឥឡូវដូចជាពាក្យបួងសួងនេះពាក្យបួងសួងហ្នឹងក៏ព្រះអង្គថាពាក្យហ្នឹងคล้ายមកពីភាសាសៀមដែរណាពាក្យបួងសួងណាដែលយើងនិយាយសឹងថាតែគ្រប់គ្នាហើយបួងសួងអញ្ចឹងសូវតែពាក្យខ្មែរមានអីទៅមានអីទៀតអញ្ចឹងពាក្យខ្មែរយើងទៅមើលកន្លែងបួងសួងហ្នឹងក៏ព្រះអង្គបញ្យល់ដែរក៏ពិតមេពាក្យគាត់ដាក់ផ្សេងទេប៉ុន្តែកន្លែងហ្នឹងគឺបញ្យល់ទៅហ្មងណាដូចបួងសួងហ្នឹងសចុចហ្នឹងបើសចុចហើយព្រះអង្គថាមានន័យថាម៉េចមានន័យថាបន់ស្រន់សំបងសង្រងអីចឹងណាខ្មែរយើងប្រើអញ្ចឹងហើយពេលខ្លះអ្នកខ្លះ
គេតាមសាសនាខ្លះគេប្រើពាក្យអធិដ្ឋានអីចឹងទៅមានបែបបនបែអញ្ចឹងទៅណានឹងអាហ្នឹងបើពាក្យខ្មែរចឹងមានបនស្រន់សំបងសរោងអធិដ្ឋានអីចឹងទៅបាទអាហ្នឹងយើងទៅមើលចឹងបានយល់បានច្បាស់អញ្ចឹងខ្ញុំបញ្យល់នេះដើម្បីជូនទៅដល់អ្នកដែលខមមិនថាពីព្រោះពាក្យសងខាងនៅក្នុងវចនានុក្រមខ្មែរក៏មានដែរអញ្ចឹងកន្លែងនេះខ្ញុំចង់ឲ្យចេះឆែកវាពិតជាមាននៅក្នុងវចនានុក្រមប៉ុន្តែព្រះអង្គបានបញ្ជាក់ឲ្យថាពាក្យហ្នឹងមកពីភាសាអីអញ្ចឹងណាឥឡូវឧទាហរណ៍ដូចពាក្យនេះមួយចុះពាក្យតុងទីនណាពាក្យតុងទីនហ្នឹងក៏ពាក្យបារាំងដែរអញ្ចឹងយើងធ្វើម៉េចឲ្យមើលឲ្យដឹងថាពាក្យបារាំងទៅមើលនៅក្នុងវងកញ្ចក់ទៅមើលអក្សរសង្ខេបទាំងឯងណាសូមឲ្យយល់កន្លែងហ្នឹងកុំចង់មិនចង់ឲ្យប្អូនឬក៏ក្មួយដែលខមមិនមកទាំងដែលយើងតន់មើលវចនានុក្រមឲ្យច្បាស់ណាបើសម្រាប់ខ្ញុំមើលតាំងពីតពដំបងដល់ចប់ដោយសារខ្ញុំស្រាវជ្រាវណាខ្ញុំស្រាវជ្រាវអំពីពាក្យខ្លាយមកភាសាសៀមនេះគឺខ្ញុំក៏អស់ហើយគ្រប់ស្លឹកខ្ញុំមើលអស់ហើយអញ្ចឹងក៏បញ្ជាក់អញ្ចឹងតើតើនឹងពាក្យដែលខ្លាយភាសាសៀមនេះខ្ញុំនឹងធ្វើវីដេអូជាបន្តបន្ទាប់ពីព្រោះអីនៅក្នុងបរិបទសង្គមឥឡូវយើងបានពហិការទៅលើស្អីខ្លះយើងដឹងហើយប៉ុន្តែខ្ញុំបារម្ភនិយាយចំខ្ញុំបារម្ភអំពីអ្វីដែលយើងទទួលយកឲ្យដឹងខ្លួនណាទទួលយកឲ្យដឹងខ្លួនហើយយើងអ្នកបព្វបរោះយើងវីរៈមហាក្សត្រយើងគឺជាអ្នកម្ចាស់ដែលបង្កើតគំនុះអក្សរគំនុះលេខមកប៉ុន្តែយើងនៅក្នុងសម័យកាលណាមួយខ្ញុំមិនសុំមិននិយាយទេមានន័យថាការទទួលយកឥទ្ធិពលហ្នឹងអញ្ចឹងបើកាលណាយើងភ្លេចខ្លួនយើងច្រឡំគេទាំងមិនដឹងខ្លួនអាហ្នឹងវាធ្វើឲ្យគ្រោះថ្នាក់ដល់វប្បធម៌អរិយធម៌អក្សរសាស្ត្រជាតិរបស់យើងអញ្ចឹងចង់បញ្ជាក់អញ្ចឹងណាហើយឥឡូវជាស្ដែងខ្ញុំឧទាហរណ៍ជាស្ដែងហ្មងឧទាហរណ៍ជាស្ដែងឥឡូវនៅតាមព្រំដែនណានៅព្រំដែនផ្សារដែលនៅតាមព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃហ្នឹងគឺកំពុងតែភ្លេចខ្លួនហើយគឺនិយាយភាសាថៃនឹងច្រើនណាស់និយាយភាសាថៃច្រើនណាស់ដូចជាខ្ញុំឧទាហរណ៍មួយចុះដូចលុយខ្លែងខ្លាយណាលុយខ្លែងខ្លាយគឺពួកគាត់និយាយលុយប៉មទាំងអស់ប៉មគឺខ្លែងខ្លាយប៉ុន្តែប៉មនោះភាសានិយាយទេគេហៅភាសាមាត់ទេប៉ុន្តែបើភាសាអក្សរឬអក្ខរាវិរុទ្ធគេទៅសេផ្សេងណាអញ្ចឹងមានន័យថាយើងអត់និយាយលុយខ្លែងខ្លាយណាគេយើងទៅនិយាយលុយប៉មបាត់អញ្ចឹងយើងប្រើពាក្យងិនប៉មទៅណាអញ្ចឹងអាហ្នឹងគេហៅថាចូលមកដឹងខ្លួនណាចូលមកដឹងខ្លួនយូរបំភ្លេចភាសាយើងចោលឬក៏ជួនកាលអត់ដឹងភាសាយើងសរសេរថាម៉េចទៀតដោយសារជាប់និយាយពីភាសាគេទៅអក្ខរាវិរុទ្ធអក្សរខ្មែរខ្លួនឯងទៅសរសេរអត់ត្រូវទេអ្នកដែលគេហៅថាច្បាច់ចូលគ្នាហ្នឹងពេលខ្លះសរសេរអក្សរខ្មែរអត់ត្រូវទេអាហ្នឹងហើយដែលជាការគ្រោះថ្នាក់ធ្វើឲ្យយើងបំភ្លេចអក្សរសាស្ត្រខ្លួនឯងបំភ្លេចអក្ខរាវិរុទ្ធខ្លួនឯងចឹងទៅហ្នឹងអញ្ចឹងបានខ្ញុំខិតខំធ្វើនេះគឺខ្ញុំធ្វើគ្រាន់តែចង់ឲ្យដឹងទេមិនមែនខ្ញុំហាមមិនឲ្យប្រើឬក៏ខ្ញុំឲ្យធ្វើបរិការមិនប្រើពាក្យទាំងអស់នោះទៀតគឺអត់ទេគឺខ្ញុំគ្រាន់តែលើកមកឲ្យដឹងហើយបើបងប្អូនដឹងហើយយើងអាចបន្តប្រើក៏ប្រើទៅឬក៏យើងអាចប្រើជាពាក្យពេចន៍របស់ខ្មែរយើងវាមានច្រើនហើយយើងអាចក៏ប្រើទៅអាហ្នឹងតាមចិត្តរបស់បងប្អូនទាំងអស់គ្នាទេអញ្ចឹងខ្ញុំសូមបញ្ជាក់ត្រង់ហ្នឹងពីគោលបំណងរបស់ខ្ញុំតែខ្ញុំធ្វើវីដេអូគឺគ្រាន់តែលើកឡើងមកបង្ហាញថាពាក្យហ្នឹងคล้ายពីភាសាសៀមដោយសារតែខ្ញុំយោងទៅក្នុងវចនានុក្រមខ្មែរភាគ2ក៏ដូចជាអត្តន័យនៃពាក្យហ្នឹងដែរពាក្យហ្នឹងគឺអត្តន័យសំដៅទៅលើភាសាសៀមហ្នឹងវាត្រូវតែអញ្ចឹងយើងគិតមកចូលគ្នាអញ្ចឹងទៅលើកមកបង្ហាញណាលើកមកបង្ហាញទេតែតោះថាខ្ញុំមានបំណងឬខ្ញុំមានសិទ្ធិហាមមិនឲ្យប្រើមិនឲ្យនិយាយមិនឲ្យសរសេរនឹងគឺអត់ទេបេះដូងខ្ញុំគឺអត់បានគិតដល់ថ្នាក់ហ្នឹងទេណាអានឹងក៏បញ្ជាក់អញ្ចឹងក៏បញ្ជាក់ឲ្យយល់ប៉ុណ្ណឹងបាទឥឡូវសង្ឃឹមថាបងអូនដែលខមមិនថាពាក្យនឹងមាននៅក្នុងវចនានុក្រមដែរដល់ពេលខ្ញុំបញ្យល់ពីរបៀបមើលវចនានុក្រមហ្នឹងសូមទៅមើលចំណុចដែលខ្ញុំបានបញ្យល់មិញឲ្យច្បាស់ទៅអាហ្នឹងយល់ហើយអាចយល់ហើយណាអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណសូមជម្រាបលា